ជំរាបសួរបេក្ខជនបាក់ឌុបទាំងអស់គ្នាvà có một căn channel របស់ខ្ញុំដែលមានឈ្មោះថាផ្លូវទៅកាន់បាក់ឌុបថ្ងៃនេះខ្ញុំមានវិញ្ញាសាខ្លះដែលយកមកចែកជូនបេក្ខជនសម្រាប់សិក្សារៀនសូត្រទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់សំណួរនេះតើតើនៅសំណួរផែនដីហើយខ្ញុំបានដកស្រង់ចេញមកពីសៀវភៅពុម្ពមិនបងអង្គយល់ឥឡូវយើងចូលមកដល់សំណួរទាំងអស់គ្នាសំណួរទី1គេសួរថាតើភ្នាក់ងារសំណឹកមានអ្វីខ្លះសំណឹកនៅតំបន់នីមួយៗតាក់ទងទៅនឹងកត្តាអ្វីសំខាន់ជាងគេសំណួរទី2នោះគេសួរថាតើសំណឹកតំបន់ឆ្នេរបណ្ដាលមកពីប្រព័ន្ធសំណឹកអ្វីខ្លះសំណួរទី3នោះគេសួរថាចូលរៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោទសំណួរទី4គេសួរថាហេតុអ្វីបានជាខ្យល់ជាភ្នាក់ងារសំណឹកតើក្របខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតបានជាសន្តានបែបណាខ្លះហើយសំណួរទី5នោះគេសួរថាដុំថ្មគ្រួសដែលនៅតាមប្រឡាយជ្រោះកម្រមានកែមស្រួចណាស់ច្រើនតែសឹកហើយមូលរលីងចូលពន្យល់ហេតុអ្វីបានជាដូច្នោះសំណួរទី6ចុងក្រោយនោះគេសួរថាតើដីលើសកើតឡើងយ៉ាងដូចម្ដេចហើយវាផ្ដល់ផលប្រយោជន៍អ្វីខ្លះហើយមិនបងអង្គយូរឥឡូវយើងក្រឡេកមកមើលចម្លើយទាំងអស់គ្នាចម្លើយទី1នេះគេឆ្លើយថាភ្នាក់ងារសំណឹកមានច្រើនណាស់ដូចជាព្រះអាទិត្យកំណកទឹកភ្លៀងទឹកហូរទឹកកកខ្យល់និងសមុទ្រសំណឹកនៅតំបន់នីមួយៗតាក់ទងទៅនឹងលក្ខខណ្ឌអាកាសធាតុសំខាន់ជាងគេហើយចម្លើយទី2នោះគេឆ្លើយថាសំណឹកនៅតំបន់ដីឆ្នេរបណ្ដាលមកពីប្រព័ន្ធសំណឹកដូចជាកម្លាំងនៃទឹករលកដែលបោកផ្ទប់ពីច្រាំងខ្យល់វាយបក់ក្នុងទន្លេធ្វើឲ្យថ្មបែកប្រេះដោយសារទម្ងន់ម៉ាស់ទឹកដែលប៉ះទង្គិចលើថ្មនិងកម្ទេចសិលាគ្រប់ប្រភេទដែលបោកបោះលើឆ្នេរវាអាចស៊ីរូងជើងក្រោមឆ្នេរព្យុះធ្វើឲ្យទឹករលកអាចរុញច្រាលដុំថ្មធ្ងន់ហើយចម្លើយទី3នោះគេឆ្លើយថាឈ្មោះប្រភេទផ្សេងនៃចលនាដីនៅលើចំណោទមានដូចជាការរបេះនៃផ្ទាំងថ្មបង្កឲ្យខូចខាតយ៉ាងខ្លាំងនៅលើចំណោទដែលបណ្ដាលមកពីវិនាសកម្មនៃខនិច្ចដុំថ្មផ្ទាំងថ្មធំរមៀលតាមជម្រាលចំណោទធ្លាក់ផ្ដុំគ្នានៅលើជើងភ្នំការហូរនៃភក់ជាការហូរយ៉ាងលឿននៃល្បាយទឹកសិលាដីទឹកនៅក្នុងការហូរភក់អាចមានកម្រិតខ្ពស់ដល់60%ដោយសារមានភ្លៀងធ្លាក់ធំនៅតំបន់ក្តៅការរំញ្ជួយដីក៏អាចបង្កឲ្យមានលំហូរភក់និងការរបេះផ្ទាំងថ្មនេះដែរចម្លើយទី3នេះគេសួរវាមានប្រភេទអ្វីខ្លះអាហ្នឹងវាមាន3ចំណុចធំការរបេះនៃផ្ទាំងថ្មការហូរនៃភក់និងការរំញ្ជួយដីហើយចម្លើយទី4នោះគេឆ្លើយថាបានជាខ្យល់ជាភ្នាក់ងារសំណឹកព្រោះខ្យល់វាមានកម្លាំងធ្វើឲ្យមានការប៉ៅនិងការសឹកក្របខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតជាសន្តានដូចជាបង្កើតជារុនឆ្នោតជាច្រើននៅលើជញ្ជាំងថ្មដែលសកម្មភាពនេះខ្លាំងត្រង់កម្ពស់កន្លះម៉ែត្រពីដីឥឡូវនេះយើងចូលមកដល់ចម្លើយទី5គេឆ្លើយថាដុំគ្រួសនៅតាមប្រឡាយជ្រោះកម្រមានកែមស្រួចណាស់ហើយច្រើនតែសឹកហើយមូលរលីងដោយសារតែច្រាំងនិងច្រឡងតែងតែវិវត្តជាអចិន្ត្រៃយ៍ដែលបណ្ដាលមកពីការរបេះនៃផ្ទាំងថ្មរំកិលដីការហូរទឹកនិងរបេះដីខ្សែទឹកជាសំណឹកធ្វើឲ្យច្រឡងឬប្រឡាយប្ដូររូបរាងពីចំណាមស្រួចមករាងជាចំពាមកន្លែងចំណោទនៅតំបន់ខ្ពស់ចេះតែទាបទៅហើយឥឡូវនេះយើងចូលមកដល់សំណួរទី6ចុងក្រោយគេឆ្លើយថាដីលើសកើតឡើងដោយសារធូលីនិងខ្សាច់ម៉ត់ដែលត្រូវបានដឹកនាំដោយខ្យល់ហើយអាចរសាត់ទៅឆ្ងាយក្នុងរយៈពេលជាច្រើនខែនិងធ្លាក់ចុះកាលណាប៉ះ
វាប៉ះនឹងតំបន់សើមវាប៉ះនឹងតំបន់សើមផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់ដំណាំកសិកម្មសំណួរមេរៀននេះតាមយើងគិតរៀងពិបាកយល់បន្តិចតែមិនអីទេបើយើងផ្ដោតឲ្យកាន់តែច្រើនហើយយើងទន្ទិញផងហើយយល់ផងអាហ្នឹងវាអាចឆាប់ចាំបានច្រើនហើយបើទីមួយទៀតបើសិនយើងអាចហាត់សរសេរដៃអាហ្នឹងក៏ចេះច្រើនហើយខ្ញុំក៏សូមធ្វើការអភ័យទោសចំពោះការអានឬការសរសេរកន្លែងណាមិនត្រឹមត្រូវសូមអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យជូនពរអ្នកទាំងអស់គ្នាឲ្យជាប់